បងប្អូននៅចាំបានទេករណីបើបាញ់សម្លាប់មនុស្សស្លាប់ជាច្រើនអ្នកបាទពីការអាំងបបែលខ្លែមបាទហើយបរិសម្នាក់គឺបងប្រុសនេះឯងដែលយកស្បែកជើងគប់ឆ្កែបាទគប់ឆ្កែបែរជាខុសឆ្កែបាទថាទៅត្រូវនារីម្នាក់ដែលជិះម៉ូតូហើយហៅប្តីរបស់គាត់នោះបាទមកបាញ់សម្លាប់គ្រួសារគាត់អស់រលីងឥឡូវសល់តែ2នាក់ម្ដាយហើយកូនទេឥឡូវមកដល់ផ្ទះខ្ញុំកំពុងតែរងទុក្ខវេទនាបាទគឺសំបីតែថាវិការដែលគេជំនួយមកហ្នឹងក៏គាត់ត្រូវមើលកូនដែរឥឡូវកូននេះបាទធ្លុះបាទច្រើនកន្លែងណាស់ហើយមានចោះបង្ហូរនោមបាទលបួសក៏មិនសះស្បើយខ្ញុំទៅលាងចានឲ្យគេតិចតួចងើបានលុយមកឲ្យកូនរៀនឥឡូវកូនទៅបួសទៀតអត់មានលុយមើលកូនឥឡូវគេឲ្យចេញមកពីពេទ្យឥឡូវអត់មានលុយមើលកូនខ្ញុំសុំថាជួយខ្ញុំខ្លះមកបងប្អូនចិត្តថស្រឡាញ់ខ្ញុំជួយលុយខ្ញុំខ្លះមកខ្ញុំអត់លុយទេខ្ញុំប្តីខ្ញុំគាត់ចាំការគេរើសខ្យងបានតិចតួចអូប្តីដែលគេបាញ់ស្លាប់នោះធ្លាប់គាត់អ្នករើសខ្យងចាអូឈ្មោះដែរអូនឈ្មោះពុតហេងបងពុតហេងអូហើយបងឯងត្រូវប្រហែលគ្រាប់5គ្រាប់បង5គ្រាប់ត្រូវពោះប្រហែលគ្រាប់ពោះ1ចុះខ្លួនជើងមកខាង2គ្រាប់អូហើយសំណាងជើងទៅជើងមានបាក់អត់ទេអត់ទេបងចុះឥឡូវបងឯងថាទៅដេកស្នាក់នៅពេទ្យហ្នឹងឲ្យរយៈកាលប៉ុន្មានហើយទៅបាក់ដេក3ថ្ងៃដំបូងគឺអស់2000ជាងអស់$2000ជាងបាទហើយម្ដាយបងឯងជីវភាពគាត់មិនដែរមានអីទេបងម៉ាខ្ញុំក៏ដើរលាងចានឲ្យគេប៉ាខ្ញុំក៏ដើរខ្យល់អីចាំចំការឲ្យគេឲ្យណោះហើយការបាញ់សម្លាប់បោះបរមម្នាក់ហ្នឹងស្លាប់អ្នកណាខ្លះខ្លួនឯងដែរស្លាប់និយាយខ្ញុំប៉ាខ្ញុំអ៊ីខ្ញុំស្លាប់3នាក់បាទនៅនឹងកន្លែងហ្មងណាតែបងឯងហ្នឹងអ្នកដែលទាញស្បែកជើងគប់ឆ្កែណាគប់ឆ្កែដោយសារឆ្កែហ្នឹងពំតែក្លែមបាទបងហើយក៏មិនគប់ទៅត្រូវនារីម្នាក់ហ្នឹងអត់ទេអត់បងអត់ក៏ហើយបើសិនជាអត់ផងមិនគាត់មករករឿងយើងខ្ញុំសុំទោសគាត់ហើយពេលគាត់ថាអត់ទេហើយចាំអញផាប្តីអញមកឲ្យគប់ឆ្កែគប់អញគប់ហើយប្តីមកក៏មកបាញ់យកតែម្ដងអូសាហាវមែនតើឥឡូវដោយសារប្អូនឈឺបាទប្អូនគាត់និយាយច្រើនអត់បានទេព្រោះបញ្ជាក់ថារបួសនៅពោះគាត់នេះបាទគាត់បកឲ្យខ្ញុំមើលបាទគឺនៅប្រហោងស្ញេងស្ញាញហើយឥឡូវនេះគ្នាអត់លុយមែនតើខ្ញុំគាត់តែឃើញហើយថាទប់អារម្មណ៍ចង់បានហើយអាណិតគាត់សុខចិត្តឲ្យគាត់មកដល់ផ្ទះខ្ញុំផ្ទាល់នេះដើម្បីយើងផ្សព្វផ្សាយទៅហើយខ្ញុំនឹងដាក់លេខកុងធនាគាររបស់គាត់នឹងលេខទូរស័ព្ទបងប្អូនអាចចូលរួមជួយណាឥឡូវជួបជាមួយម្ដាយគាត់ថាជីវិតកំសត់ដើរលាងចានលាងឆ្នាំងឲ្យគេឥឡូវនេះប្តីក៏ស្លាប់ម្ដាយបានន័យថាត្រូវលោកយាយនោះក៏គេបាញ់ស្លាប់ហើយប្អូនស្រីម្នាក់ទៀតក៏គេសម្លាប់ឥឡូវម្ដាយគាត់ដោយថាកើតដោយថាខួរក្បាលរបស់គាត់ពងគិតយំបាទនិយាយអីក៏ពិបាកបាទជំរាបសួរបងបាទកុំគិតច្រើនឲ្យថាពិការភ្នែកទេបងពិការភ្នែកម្ខាងខ្ញុំកូនខ្ញុំដាយខ្ញុំឆ្លាប់អូនខ្ញុំប្តីខ្ញុំឆ្លាប់អស់អារម្មណ៍បងពងវល់វល់ហ្នឹងឥឡូវកូនទៅបួសទៀតអត់មានលុយមើលកូនឥឡូវគេឲ្យចេញមកពីពេទ្យឥឡូវអត់មានលុយមើលកូនខ្ញុំសុំថាជួយខ្ញុំខ្លះមកបងប្អូនចិត្តថស្រឡាញ់ខ្ញុំជួយលុយខ្ញុំខ្លះមកខ្ញុំអត់លុយទេខ្ញុំប្តីខ្ញុំគាត់ចាំការគេរើសខ្យងបានតិចតួចអូប្តីដែលគេបាញ់ស្លាប់នោះធ្លាប់គាត់អ្នករើសខ្យងចាគាត់ចាំការគេគាត់ដើររើសចាំចការគេចារើសខ្យងរើអីតិចតួចមកបានឲ្យដាក់ប្រពន្ធលក់ខ្ញុំទៅលាងចានឲ្យគេតិចតួចងើបានលុយមកឲ្យកូនរៀនកូននៅទូចនៅផ្ទះ2 3ទៀតឥឡូវបានវានឹងបានជួយចាំឥឡូវវាដេកត្រូវរបួសអត់មានលុយឲ្យជួយចាំពីមុនកូនឯងចាំម្ដាយកូនឯប្តីឥឡូវអស់ពីប្តីទៅឲ្យកូនឥឡូវអត់មានលុយឥឡូវប្តីឆ្លាប់បងនៅភូមិអីឃុំអីដែរខ្ញុំភូមិស្រែព្រៃវត្តអង្គខាងបងអូនៅខេត្តកពតខេត្តកពតបងបញ្ជាក់ការពីកម្មកថាបងប្អូនខ្លះគាត់ថាហើយចុងការពីគេជួយលុយបុនលុយអីហ្នឹងតើចំណាយទៅលើអីខ្លះចឹងណាឥឡូវដល់ថ្នាក់អត់លុយពីខ្លួនមួយរៀលគេឲ្យមកហ្នឹងខ្ញុំធ្វើបុនឲ្យម៉ែខ្ញុំម៉ែខ្ញុំប្តីខ្ញុំប្អូនខ្ញុំធ្វើបុនអស់លុយហើយឥឡូវកូនដេកពេទ្យហើយធ្វើបុនឲ្យប្តីធ្វើបុនឲ្យម៉ែហើយយកមកឲ្យពេទ្យឥឡូវកូនអត់មានអីទៀតទេឥឡូវខ្ញុំចង់សុំបងប្អូនពុកម៉ែបងប្អូនជួយខ្ញុំយកលុយមកយកកូនទៅពេទ្យយើងអត់មានលុយហើយក្នុងហេតុការណ៍ដែលបរិសម្នាក់ដែលបានបាញ់ប្រហារមកលើគ្រួសារបងនេះក្នុងពេលការថែទៅបងនៅណាខ្ញុំទៅហៅខ្ញុំទៅផ្ទះខ្ញុំម្លេចខ្ញុំអត់បាននៅហ្នឹងទេខ្ញុំទៅផ្ទះម្លេចផ្ទះគេបាញ់ផ្ទះម៉ែខ្ញុំផ្ទះម៉ែអញ្ចឹងគេបាញ់ស្លាប់ទាំងម្ដាយបងទៀតចាប្តីបងម្ដាយបងនិងប្អូនស្រីបងស្លាប់ទាំង3ហើយកូនរស់តែកូនមួយចាបានវារួចគេមកបាញ់វាចូលក្នុងផ្ទះហើយក្មួយខ្ញុំហ្នឹងបានរត់ពួនកូនខ្ញុំទូចខ្ញុំរត់ពួនព្រៃផ្សៃណាអត់រត់ពួនឆ្លាប់អស់ហ្មងបងអើយមានរស់មួយខ្ញុំជួយបាញ់វាបាញ់ហ្នឹងសម្រាប់ប្រងផ្ដាច់ពូជតែម្ដងចាគេចង់ផ្ដាច់ពូជយើងម្ដងហ្មងគេមិននំយើងពីមុនណអូដូចថាអញ្ចឹងអាមែនខ្ញុំកាត់តិចដោយសារតែពេលគប់ឆ្កែហ្នឹងគប់
គប់ឆ្កែហ្នឹងបានកើតជារឿងប៉ុន្តែវាមានរឿងមុននឹងទៀត ចាមុននឹងពីឆ្នាំតៅគេយើងនៅផ្ទះចិត្តគ្នាគេវាយគ្នាទៅឃើញវាយពីអ្នកម៉ែកូនហ្នឹងខ្ញុំមកប្តីខ្ញុំមកប្អូនខ្ញុំមកទៅជួយចាប់ចាញ់ ចាប់ចាញ់ប្តីគេហ្នឹងប្អូនខ្ញុំមកខឹងជេរវាយប្អូនខ្ញុំម៉ែខ្ញុំហ៎ពេលជេរគេគុំហ៎គេគុំប្អូនខ្ញុំតាមណាមទៅគុំប្អូនខ្ញុំមកខ្លាំងជាងគេហ្មងគេវាយឲ្យបាញ់ឲ្យកាច់ដៃវាយកញ្ចឹងកប្អូនខ្ញុំអូយសាហាវមែនតើហ្មង ហើយប្អូនខ្ញុំមកឡូវខ្ញុំនៅចាំក្មួយខ្ញុំមួយទៀតក្មួយខ្ញុំនៅមួយខ្ញុំឥឡូវខ្ញុំអត់មានលុយថាចាំវាទៅប្រមុខឲ្យវារៀនឥឡូវអត់លុយពិបាកមែនតើឥឡូវខ្ញុំមកគ្រប់គ្រងឥឡូវខ្ញុំចង់ឈួតហើយបងហើយខ្ញុំដាក់ចិត្តមកហល់ថ្ងៃហ្នឹងហើយឥឡូវបានមកពេញហ្នឹងសុំបន្ទប់គេនៅសិនចាខ្ញុំសុំបន្ទប់គេនៅទេអ្នកឆ្កល់ទេឲ្យនៅអត់មានលុយជួលផ្ទះអីទេអត់មានលុយជួលផ្ទះទេលុយអត់អីអត់ឥឡូវកូនត្រូវបួសឥឡូវកូនអត់លុយទិញអីហូបបាទបងប្អូនឥឡូវនេះបងប្អូនបានស្ដាប់ផ្ទាល់ហើយម្ដាយនេះសឹងថាទប់អារម្មណ៍មិនបានណាបងប្អូនគិតមើលម្ដាយគាត់ស្លាប់ត្រូវជន់កំណាញនោះបាញ់ស្លាប់ប្តីគាត់ក៏ស្លាប់ប្អូនស្រីគាត់ក៏ស្លាប់រីឯកូនគាត់នៅខាងស្រាំដៃខ្ញុំនេះបាទធ្លុះពោះហើយជើងត្រូវនិយាយទៅ5គ្រាប់បងប្អូនប៉ុន្តែបងប្អូនមានសំណាងត្រង់ថាមានរួចជីវិតប៉ុន្តែឥឡូវនេះគ្នាធ្លាក់នៅក្នុងពិការភាពនៅឡើយអញ្ចឹងបើសិនជាគាត់អត់មានលុយបន្តទៅព្យាបាលទេបាទអញ្ចឹងជីវិតគាត់ពិបាកនឹងនិយាយណាហើយម្ដាយជាអ្នកលាងចានឲ្យគេដើរស៊ីឈ្នួលប្តីជាអ្នករាវខ្យងហើយប្តីបានស្លាប់ហើយអញ្ចឹងសង្ឃឹមថាក្នុងវីដេអូនេះបងប្អូននឹងជួយចែករំលែកshareចែករំលែកបងប្អូនណាមានសទ្ធាបាទជួយ1000រៀលក្តី1កាក់1សេនក្តីខ្ញុំនឹងដាក់កង់របស់អង្គស្រីដែលមានកូនដែលមានក្បាលធំដែលមានរឿងជាមួយនឹងប្រូស្នាដែលថាប្រូស្នាបកគលជំនួយឲ្យដល់ទៅ1000ជាងដុល្លារហើយមកថាជំនួយតែ800000រៀលលុយខ្មែរនេះឥឡូវកំពុងតែផ្ទុះលើបណ្ដាញ Facebook ពីម្សិលមិញខ្ញុំសម្ភាសប្រូស្នាគាត់ថាបានជូនលុយបងឯង1300បាទក្នុងវីដេអូណាហើយប៉ុន្តែដោយសារតែខ្លាចគេដឹងតែច្រើនគេអត់ជួយទៀតអញ្ចឹងនិយាយគ្នាហើយដាក់តែ800000បានហើយប្រកាសក្រែងលោថាប្រកាសទៅក្រែងលោមានអ្នកជួយបន្តហើយឥឡូវបងឯងកើតទុកមិនសុខចិត្តគាត់មកស្នើព័ត៌មានបកស្រាយវិញឥឡូវមានសួរចាមានសួរឈ្មោះអីដែរខ្ញុំឈ្មោះអួងឌីណាចាហើយនេះត្រូវជាកូនណាកូនខ្ញុំបងហើយបងខាងនោះត្រូវជាប្តីហើយឥឡូវកើតជារឿងរ៉ាវរហូតដល់ផ្ទុះលើបណ្ដាញ Facebook ថាបងឯងទទួលបានលុយគេ1000ជាងដុល្លារហើយហេតុអីបានជាបងឯងទាមទារបន្ថែមទៀតចាបងខ្ញុំអត់សុខចិត្តទេដោយសារថវិកាដែលគាត់យកមកឲ្យខ្ញុំបានតែ800000ទេហើយមានច្បាស់ណាបង800000រៀល800000រៀលចាបង800000ហើយអង្គមកបេធំទឹកត្រីមួយយួរទឹកស្អៀងមួយយួរមីមួយកេះហើយនឹងខោទឹកនោមមួយដុំធំតែប៉ុណ្្នឹងទេបងខ្ញុំបានទទួលតែប៉ុណ្្នឹងទេហើយថ្ងៃដំបូងដែលគាត់បានចុះមកជួយខ្ញុំនោះទាំងប្តីទាំងប្រពន្ធគាត់នោះគាត់បានជូនខ្ញុំថវិកាចំនួន50000រៀលដែរតែប៉ុណ្្នឹងទេបងអូទៅថ្ងៃដំបូងឲ្យ50000ហើយក៏បានថតអីចឹងទៅណាចាបងចាហើយដល់ពេលបានជំនួយបានតែម្ដងណាចាបងបានតែម្ដងហ្នឹង800000ហ្នឹង800000ហ្នឹងចុះអា1000ជាងដុល្លារទៀតដែលប្រូស្នាគាត់បានប្រាប់ប្រកាន់ព័ត៌មានថាបងនិយាយមួយគាត់ថាបងជាអ្នកសុំកុំឲ្យគាត់ផ្សាយអា1000ជាងទៀតបងនិយាយស្មោះត្រង់បងបានអត់ចាបងខ្ញុំនិយាយប្រកាសឲ្យខ្ញុំទៅស្បត់ដល់ណាក៏ខ្ញុំទៅដែរបងហ៊ានស្បត់ទៀតចាខ្ញុំស្បត់បងដោយសារខ្ញុំបានថវិកាចំនួន1300ដុល្លារ1200ដុល្លារដូចគាត់និយាយទេខ្ញុំបានតែ800000គាត់ដែលគាត់ទៅយកជំនួយឲ្យខ្ញុំនឹងបានតែ800000នឹងទេឲ្យខ្ញុំទៅស្បត់ដល់ណាក៏ខ្ញុំទៅដែរបាទហើយឥឡូវមិនបានទៅជួបប្រូស្នាហើយយើងអ្នកពឹងពាក់គេថាត្រូវអត់យើងអ្នកពឹងពាក់គេខ្ញុំឃើញគាត់ផុសក្នុង Facebook ជួយម៉ែកូនភ្លោះហើយខ្ញុំក៏ខមមិនទៅសុំថាបងសុំបងជួយកូនខ្ញុំផងគាត់ថាគាត់អត់តន់តបមកខ្ញុំទេហើយបានប្រហែលថ្ងៃបានគាត់ឆាតចូលមកខ្ញុំបាទ TikTok គាត់ថាសួរថាកូនខ្ញុំឈឺអីសួរតំណែងតំណងទៅខ្ញុំប្រាប់គាត់ថាអូនទឹកដាក់គូក្បាលលិសងគូក្បាលពេទ្យគាត់អស់លទ្ធភាពហើយតែខ្ញុំចង់រកជំនួយដើម្បីជួយបន្តកូនតអាយុជីវិតកូននេះចង់អត់ប៉ុណ្្នឹងទេហើយយូរទៅគាត់ក៏ឆាតតាម Telegram មកខ្ញុំគាត់ថាបងស្អែកខ្ញុំទៅជួបបងខ្ញុំមានសម្លេងទាំងអស់ខ្ញុំមានកាត់តមានបានលុបឆាតទេគាត់ថាខ្ញុំលុបឆាតហើយគាត់ថាចេះអ្នកក្រអីចេះលេង TikTok ចេះលេង Facebook មានកងធនាគារបងអ្នកក្រមកខ្ញុំកាប់មុនខ្ញុំធ្វើការរោងចក្រមិនមែនខ្ញុំមកដេកស៊ីមើលថែកូនចេះទេកាលមុនខ្ញុំនៅមានការងាររោងចក្រហើយកងធនាគារក៏ខាងរោងចក្រគេធ្វើឲ្យដែរឥឡូវបញ្ជាក់ឡើងនឹងតិចណាដោយសារតែភាគីខាងប្រូស្នានោះថាបងមាន TikTok ណាលេងហើយចាបងខ្ញុំមានបងមានកងធនាគារមែនចាបងហើយចុះអាពេលហ្នឹងមិនក៏មិនប្រាប់គាត់ថាដាក់កងខ្លួនឯងចុះគាត់អត់មានបានសួរខ្ញុំទេបងគាត់អត់មានសួរខ្ញុំថាចៃមកឯងមានកងធនាគារខ្លួនឯងអត់មានសួរខ្ញុំទេហើយពេលគាត់ទៅចុះទៅជួយខ្ញុំហ្នឹងគាត់ណែនាំខ្ញុំថាចៃបងអញធ្វើតាមខ្ញុំទៅយកអូនធ្វើចៃធ្វើ3អូនចេញពីពេទ្យខ្ញុំទៅជីកាត់ឃើញចៃដនដូចវីដេអូគាត់ផ្សាយអញ្ចឹងជីកាត់ចៃដនជួយខ្ញុំថាមកពីណាខ្ញុំថាមកពីពេទ្យហ្នឹងគាត់ប្រាប់ណែនាំខ្ញុំនឹងខ្ញុំនិយាយស្មោះត្រង់ហ៎បង
ហើយពេលដែលគាត់យកថវិកាទៅឲ្យខ្ញុំហ្នឹងក៏គាត់អត់បានថតនៅក្នុងបន្ទប់ដែរគាត់ថាំងនៅបន្ទប់ខ្ញុំញ៉ៃញ៉ៃឲ្យខ្ញុំទៅថតកន្លែងស្ងាត់ឡើងទៅថតកន្លែងស្ងាត់មួយគាត់ខ្ញុំក៏ទៅតាមគាត់ទៅកន្លែងស្ងាត់ដុំបន្លាយតែនៅស្ទឹងមានជ័យដែរតែដុំបន្លាយតែខ្ញុំអត់ដឹងថានៅដុំណាទេគាត់ឲ្យខ្ញុំទៅខ្ញុំក៏ទៅតាមគាត់ឡើងទៅគួយក្រោយក្តិតឡានហ្នឹងគាត់យកគាត់ថតគាត់ថាអូលុយនៅក្នុងក្តិតឡានទៅយកសិនហើយគាត់ទៅយកលុយហ្នឹងមកគាត់ឲ្យខ្ញុំលាទេនៅក្តោបហ្នឹងហើយខ្ញុំដៃជាប់ប្អូនហ្នឹងខ្ញុំមិនបានរត់លុយកើតបងខ្ញុំរត់លុយអត់កើតទេហើយខ្ញុំឃើញថាគាត់ជួយហើយយើងបានប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅណាបងប៉ុន្តែដល់ពេលខ្ញុំផុសថ្លៃម្ដងកូនគាត់បាទជាមានបងសប្បុរសជនគាត់សួរថាថវិកាគេជួយអូនច្រើនដែរខ្ទង់ពាន់មិនប្រហែលតែ80,000ហ្នឹងឆាតទៅសួរគាត់មើលមិនបានថវិកាបានតែប៉ុណ្ណឹងដល់ពេលខ្ញុំឆាតទៅសួរគាត់ដោយសំឡេងតែបងក្រុមម៉ូតូធំហ្នឹងគាត់ផុសចឹងហើយបងអំពុំមេសួរខ្ញុំច្រើនពេកក៏ខ្ញុំទេឆាតទៅសួរសុំបងក្រុមម៉ូតូធំហ្នឹងឲ្យគាត់ជួយយកធោឲ្យខ្ញុំនឹងដោះស្រាយរឿងហ្នឹងឲ្យខ្ញុំគាត់ចូលទៅសួរចូលខមមិនចូលអីហ្នឹងអញ្ចឹងក៏កើតជារឿងចឹងមកណាកើតជារឿងវែងឆ្ងាយចឹងអញ្ចឹងអត់ត្រូវរើគ្នាទេណាចាបងក៏កើតផ្ទុះលើបណ្ដាញ Facebook ហើយមួយវិញទៀតគេថាបងឯងហ្នឹងយកកូនធ្វើអាជីវកម្មហ្នឹងយូរហើយអាហ្នឹងយើងមើលតាមខមមិនណាចាបងថាយូរហើយថាកូនហ្នឹងប្រហែលជាមិនមើលជាទេប្រហែលជាមិនរស់ទេប៉ុន្តែម្ដាយហ្នឹងព្យាយាមពជាអាយុកូនអីចឹងទៅដើម្បីយកធ្វើអាជីវកម្មចង់បានលុយពីបងប្អូនសប្បុរសជនអាហ្នឹងបងស្រែកឡើងនឹងតិចបាទចាបងកូនខ្ញុំពេទ្យគាត់ថាអស់លទ្ធភាពជួយហើយគ្រាន់តែថាអូនខ្ញុំគាត់នៅដកដង្ហើមធម្មតាបាញ់តកោធម្មតាមុំអីធម្មតាទាំងអស់អូចឹងខ្ញុំមើលគាត់តាមដំណើរទៅចាខ្ញុំមើលគាត់តាមដំណើរមិនផងឲ្យខ្ញុំទៅបញ្ចប់ជីវិតកូនមែនឲ្យខ្ញុំទៅចាក់ថ្នាំកូនចឹងឲ្យមើលអស់លទ្ធភាពឲ្យយកទៅចាក់ថ្នាំបញ្ចប់ទៅមិនបាច់នៅទ្រាំធៀមើលវាទៀតទេឲ្យខ្ញុំធ្វើចឹងមែនខ្ញុំធ្វើចិត្តអត់បានទេបងដោយសារខ្ញុំជាកូនកំព្រាអត់ម៉ែអត់ឪម៉ែឪខ្ញុំយកខ្ញុំឲ្យគេតាំងពីខ្ញុំអាយុ8ឆ្នាំដល់ចឹងខ្ញុំមានប្រវត្តិឆ្អែតទៅខ្ញុំអត់ចង់បោះបង់កូនចោលទេខ្ញុំធ្វើអត់បានទេបងបានន័យថាបើគាត់រស់ដល់ពេលណាខ្ញុំយកពេលយើងចេះតែបច្រកដោះគោចេះតែកំដរគាត់ទៅចឹងរហូតទៅមើលថែគាត់ទៅណាពេលគាត់ធ្វើទុកខ្ញុំទៅពេទ្យទៅបាទឥឡូវរឿងរ៉ាវនេះបាទគឺខ្ញុំបាទហុយឧត្តមសារព័ត៌មានអង្គភាព30ព្រំសូមបាទសម្ភាសពួកគាត់តែម្នាក់មួយคลิปទេដើម្បីបកស្រាយម្នាក់ម្ដងកុំឲ្យបងប្អូនថាអេព័ត៌មានកាន់ជើងខាងនេះព័ត៌មានកាន់ជើងខាងនោះគឺអត់ទេណាចាបងអញ្ចឹងបងស្រីបាទមានអ្វីចង់និយាយទៅកាន់មហាជនបាទខ្ញុំចង់និយាយប្រាប់បងអំពូមីងទាំងអស់ដែលបានជួយខ្ញុំហើយនឹងអូនខ្ញុំកន្លងមកដល់គ្រួសារខ្ញុំកន្លងមកខ្ញុំចង់ប្រាប់ថាថវិកាដែលខ្ញុំទទួលបានពីបងប្រុសបានតែ80,000រៀលទេពីមុនបាន50,000ដែលគាត់មកដំបងរួចមកគាត់យកថវិកាមកឲ្យខ្ញុំចុងក្រោយនេះបានតែ80,000រៀលទេសរុបទាំងអស់ឥឡូវយើងនិយាយទាំងអស់ទាំងមុនទាំងក្រោយប្រហែល85,000រៀលរួមទាំងអង្គបាទមានទាំងអង្គមួយបេធំទឹកត្រីមួយយួរទឹកស៊ីអ៊ីវមួយយួរហើយនឹងខោទឹកនោមម្ដុំមីមួយកេះបានតែប៉ុណ្្នឹងទេបងបានតែប៉ុណ្្នឹងទេចាបងបាទអរគុណពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនបានទស្សនាមើលវីដេអូបទសម្ភាសន៍បងស្រីហើយតើយល់យ៉ាងណាអានឹងជារឿងរបស់បងប្អូនទេបាទសម្រាប់សារព័ត៌មានយើងខ្ញុំក៏បានធ្វើការស្រាយបំភ្លឺជូនពុក